ចំពោះពាក្យថាប៉ាម៉ាក់ក្នុងភាសាចិនហៅបានតែប៉ាប៉ាម៉ាម៉ាមួយរបៀបឬក៏យ៉ាងណាតាមពិតទៅពាក្យថាប៉ាម៉ាក់ក្នុងភាសាចិនគឺយើងហៅបានច្រើនរបៀបហ្នឹងអញ្ចឹងរបៀបហៅទី1គឺប៉ាប៉ាឬក៏ម៉ាម៉ាប៉ាប៉ាគឺប៉ាចំណែកឯម៉ាម៉ាគឺម៉ាក់ទី2គឺអាប៉ានិងអាម៉ាអាប៉ាគឺលោកប៉ាអាម៉ាគឺអ្នកម៉ាក់ហើយពាក្យទាំងពីរហ្នឹងភាគច្រើនគឺគេប្រើក្នុងតំបន់ភាគខាងត្បូងនៃប្រទេសចិនទី3គឺទានិងនាងពាក្យថាទាគឺឪនាងគឺម៉ែហើយពាក្យទាំងពីរភាគច្រើនគឺប្រើនៅក្នុងសម័យបុរាណបច្ចុប្បន្ននេះក៏គេប្រើដែរប៉ុន្តែភាគច្រើនគេប្រើក្នុងរឿងហើយក្នុងជីវភាពរស់នៅប្រចាំថ្ងៃគឺគេអត់សូវប្រើទេរបៀបហៅទី4គឺហ្វូឈីងនិងមូឈីងពាក្យថាហ្វូឈីងនិងមូឈីងគឺរបៀបថាគួសមជាងគេបើសិនជាខ្មែរយើងវិញគឺមានន័យថាឪពុកឬក៏ម្ដាយហ្វូឈីងនិងមូឈីងក៏អាចប្រើក្នុងលក្ខណៈផ្លូវការដែរគឺប្រើក្នុងការសរសេរប្រើនៅក្នុងសន្ទរកថាណាមួយឧទាហរណ៍ហ្វូឈីងជាមូឈីងជាហ្វូឈីងជាមានន័យថាទិវាបុណ្យឪពុកដល់ពេលមូឈីងជាគឺទិវាបុណ្យម្ដាយទៅពេលរបៀបទី5គឺឡៅប៉ានិងឡៅម៉ាឡៅប៉ានិងឡៅម៉ាបើសិនជាយើងមានម៉ាក់ប៉ាដែលចាស់ជរាហើយគាត់អាយុច្រើនគឺយើងអាចហៅឡៅប៉ាឬឡៅម៉ាឡៅមានន័យថាចាស់អញ្ចឹងយើងអាចហៅឡៅប៉ាឬឡៅម៉ាបានចំពោះម៉ាក់ប៉ារបស់យើងដែលមានអាយុចាស់ជរាទៅពេលរបៀបហៅចុងក្រោយគឺហៅប៉ាពីឬក៏ម៉ាមីហើយរបៀបហ្នឹងគឺភាគច្រើនគឺប្រើចំពោះក្មេងៗទេភាគច្រើនក៏ហៅប៉ាម៉ាក់គាត់វាថា daddy ឬក៏ mommy អញ្ចឹងហៅរបៀបជាលក្ខណៈក្មេងៗហៅម៉ាក់ប៉ារបៀបហ្នឹង